เอาแต่กวดធ្វើអញ្ចឹងកុំឲ្យធ្វើដូចពេលមុនជួបមហាម៉ាត់ឲ្យតែគាត់ធ្វើបែបហ្នឹងគីឡូ51ស្រុកខ្មែរក៏ពិបាកលេងមួយគាត់លោករីគីដែលជំនឿចិត្តខ្ពស់ថាឡុងពិសិដ្ឋអាចនឹងទទួលបានជ័យជំនះលើពេជ្រសង្ហៈក្នុងជំនួបដណ្ដើមខ្សែក្រវ៉ាត់កងធំ5ទឹកប្រសិនបើរូបគេនៅតែបន្តប្រឹងវឹកហាត់ដោយការបដិញ្ញាចិត្តនាពេលបច្ចុប្បន្នមិនតែប៉ុណ្ណោះលោកថាក្នុងប្រភេទទម្ងន់51គីឡូក្រាមនេះឡុងពិសិដ្ឋក៏ជាជើងខ្លាំងមួយរូបដែលកីឡាករផ្សេងពិបាកយកឈ្នះដែរប្រសិនបើរូបគេវឹកហាត់ពេញលេញលោកគ្រូមានក្តីសង្ឃឹមចំពោះឡុងពិសិដ្ឋខ្ញុំជឿថាខ្ញុំសង្ឃឹមលើឡុងពិសិដ្ឋច្រើនខ្ញុំសង្ឃឹមលើឡុងពិសិដ្ឋច្រើនបាទឲ្យតែគាត់ធ្វើអញ្ចឹងកុំឲ្យធ្វើដូចពេលមុនជួបមហាម៉ាត់ឲ្យតែគាត់ធ្វើបែបហ្នឹងគីឡូ51ស្រុកខ្មែរក៏ពិបាកលេងមួយគាត់ដែរក៏ពិបាកដែរបាទធ្វើបែបណាគាត់ខំប្រឹងហាត់បាទគាត់ខំប្រឹងហាត់អត់ដើរចេញពីក្លឹបអត់ដើរបែកបាត់បាក់ពីក្លឹបហ្នឹងគឺគាត់ធ្វើអញ្ចឹងគឺនិយាយទៅគឺប្រាក់រង្វាន់ពិបាករហូតពីដៃគាត់បាទខ្ញុំធ្លាប់សង្កេតលោកគ្រូកន្លងទៅដែរលោកគ្រូថាឡុងពិសិដ្ឋជាកីឡាករដែលខំវឹកហាត់ហើយលោកគ្រូគិតថាបើសិនជាគាត់នៅតែបន្តខំវឹកហាត់ដោយការបដិញ្ញាចិត្តរបស់គាត់តើលោកគ្រូគិតថានឹងកាន់តែជោគជ័យមិនដែរក្នុងបរិយាកាសបច្ចុប្បន្ននេះកីឡាគុនខ្មែរប្រាក់រង្វាន់បានច្រើន sponsor គេហ៊ានដាក់រង្វាន់ឲ្យម្ចាស់កម្មវិធីគាត់ហ៊ានស្នើសុំអញ្ចឹងគីឡូ51ស្រុកខ្មែរយើងមានតែប្រហែលអ្នកហ្នឹងអត់ដល់10អ្នកផងបាទគីឡូ51ជួមុខនោះដល់10អ្នកទេបាទបច្ចុប្បន្ននេះគឺគីឡូ51ដល់10នាក់អញ្ចឹងទីផ្សារគីឡូ51នេះឡើងទៅវាយខុសពីគីឡូធំបាទគីឡូធំអាវុធគាត់យឺតអញ្ចឹងទស្សនិកជនក៏គាត់មិនចង់ឃើញដែរបាទអាវុធយឺតហ្នឹងក៏មិនសូវល្អមើលមិនសូវពេញភ្នែកតែបើគីឡូ51ឆាល់ទៅឆាល់មកហើយគួបផ្សំនឹងបច្ចុប្បន្ននេះមិនថាក្លឹបខ្ញុំមិនថាក្លឹបគូផាន់មិនថាក្លឹបផ្សេងទេគឺយើងអត់ប្រើក្បាច់ដូចពីមុនទៀតទេបាទអត់ប្រើក្បាច់ដូចពីមុនទៀតទេផ្លាស់ប្ដូរមកពីការប្រើដៃហើយនឹងជើងឲ្យបានលឿនបំផុតហើយនឹងភាពតាន់បាទភាពតាន់ធន់នឹងហ្មងគឺផ្លាស់ប្ដូរមកប្រើបែបហ្នឹងទាំងអស់គ្នាលែងដូចមុនចាប់ទាញវាយជង្គង់ឡយនិយាយចំទៅហ្សឺរបស់ឡុងចិនគឺលែងប្រើហើយបាទលែងប្រើហើយកូនសិស្សលោកគ្រូហើយនឹងពេជ្រសង្ហៈបាក់នេះអាចជាការប្រកួត5ទឹកតើវាជាអំណោយផលសម្រាប់កូនសិស្សលោកគ្រូពិសិដ្ឋទេវាអត់លើគ្នាម្នាក់50បាទព្រោះសង្ហៈគេក៏ល្អដៃហើយឡុងពិសិដ្ឋទាំងព្រមបាទបើសង្ហៈល្អដៃឥឡូវនេះគាត់រៀនទាត់ជើងដែរអញ្ចឹងបើពិសិដ្ឋយើងដឹងហើយថាទាំងព្រមតែម្ដងបាទដៃបានជើងបានជង្គង់បានគឺมันជាបញ្ហាទេបាទហើយ5ទឹកអ្នកណាហាត់ស្ទើរជាងអ្នកនោះដាច់ទឹកហើយបាទ